អ្នកណាអ៊ីចេកដៅដោយបាយពូសុកកូនស្រីថកែហងមាសទ្រាំលែងបានចេញមុខដាក់កប់មាត់ថាតារាខ្លះមុននៅជាមួយហងមាសជីម៉ូតូកញ្ចាស់អ្នកខ្លះច្រៀងតាមក្លឹបស្អីក៏មានឡានក៏មិនមានវីឡាក៏មិនមានចុះហងមាសនឹងផ្ដល់អីទៅមានឈ្មោះដោយថ្ងៃនេះក្រុមការងារនៅជួយជ្រោមជ្រែងក្រោយខ្នងជាអ្វីពិតប្រាកដម្សិលមិញនេះនាថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025គេឃើញលោកស្រីអឹងគឹមលៀងកូនស្រីថកែផលិតកម្មរស្មីហងមាសចេញមុខដាក់កប់មាត់ថាបទចម្រៀងទាំងអស់ដែលហងមាសបានផលិតជាកម្មសិទ្ធិរបស់ហងមាស100%ទោះជាតារាខ្លះនិងក្រុមហ៊ុនព្រមព្រៀងលែងបន្តសហការជាមួយគ្នាក៏បទចម្រៀងទាំងអស់នៅជាកម្មសិទ្ធិរបស់ក្រុមហ៊ុនហងមាសលោកស្រីបន្តយ៉ាងធ្ងន់ធ្ងរថាតារាខ្លះមុននៅជាមួយហងមាសជិះម៉ូតូកញ្ចាស់អ្នកខ្លះច្រៀងតាមក្លឹបស្អីក៏មានឡានក៏មិនមានវីឡាក៏មិនមានចុះហងមាសនឹងផ្ដល់អីទៅមានឈ្មោះដោយថ្ងៃនេះក្រុមការងារនៅជួយជ្រោមជ្រែងក្រោយខ្នងជាអ្វីពិតប្រាកដកូនស្រីថកែហងមាសរូបនេះបន្ថែមទាំងក្តៅស្លឹកត្រចៀកថាពេលល្បីគេថាដោយសារទេពកោសល្យពីកំណើតចោះលុយក្រុមហ៊ុនបោះដើមទុននៅក្នុងការផលិតគ្រូភ្លេងអ្នកដឹកនាំក្រុមការងារផ្សេងសម្ភារៈឧបករណ៍អ្នកណាបើកលុយឲ្យពួកគាត់